អូខេអញ្ចឹងយើងតមកដល់ចំណុចទី4អញ្ចឹងមេរៀនរបស់យើងមានការប្រតិកលាគ្នាវាពីចំណុចមកចំណុចគឺវាស្តៀងគ្នាអញ្ចឹងដើម្បីបងប្អូនកាន់តែយល់ច្បាស់គឺត្រូវតែមេរៀនរបស់យើងគឺប្រតិកលាគ្នារហូតណាអូខេអញ្ចឹងយើងមកដល់ចំណុចទី4តាក់ទងជាមួយនឹង blue screen ឬក៏ system area បើសិនជាកុំព្យូទ័ររបស់យើងមានបញ្ហា blue screen យើងអាចថា blue update ឬក៏យើងអាចពាក្យកាត់ថា BSOD ណា blue screen update ឬមាន system error ជាញឹកញាប់វាមានមូលហេតុណាវាមានមូលហេតុធម្មតាប៉ុន្មានខាងក្រោមនេះអូខេមូលហេតុចម្បងគឺតាក់ទងទី1គឺ driver ខូចឬក៏មិនត្រឹមត្រូវមានន័យថា driver កាត graphic sound network ឬក៏ USB យើងមិនអាប់ដេតឬក៏វាប៉ះទង្គិចគ្នាវាធ្វើឲ្យ error ដូចគ្នាក៏វាបណ្ដាលឲ្យបញ្ហា blue screen ដូចគ្នាណាទី2តកតងមួយ hardware មានបញ្ហាដូចជា RAM ខូចឬដាក់មិនតឹងណែនដាក់មិនដល់កលើសវាក៏វាធ្វើឲ្យមានបញ្ហា blue screen ឬក៏បើកអត់ចេញដូចគ្នា hard disk ឬក៏ SD back sector CPU ឬក៏ power supply មិនស្ថិតស្ថេរវាសុទ្ធតែធ្វើឲ្យកុំព្យូទ័ររបស់យើងមានបញ្ហាទាំងអស់អូខេអញ្ចឹងមកដល់ចំណុចទី3តកតងជាមួយនឹង software ឬក៏ Windows error មានន័យថាវាអត់ខុសអីពីខាងលើទេគឺ Windows update មិនពេញលេញ program ខ្លះ conflict ជាមួយ system វាជាន់គ្នាជាមួយ system ទី4 virus ឬក៏ malware មានន័យថាវាអាចបំផ្លាញ file system ឬក៏ driver ទី5កម្ដៅខ្ពស់មានថា overheating fan មានធូលី CPU ឬក៏ GPU ក្ដៅពេក system crash ទី6គឺ overclock បើយើងធ្វើការ overclock CPU ឬក៏ GPU ឲ្យធ្វើការGPU វាអាចធ្វើការឲ្យ system មានស្ថិរភាពណាបើយើងធ្វើ overclock ណាអូខេអញ្ចឹងដំណោះស្រាយដែលយើងអាចសាកល្បងបានបើសិនជាជួប case ហ្នឹងគឺយើងធ្វើការ update driver ទាំងអស់ជាពិសេស graphic card យើងធ្វើការ check RAM មានន័យថា Windows memory stick យើងធ្វើការ check hard disk ដែលខ្ញុំបានប្រាប់ពីមុនហ្នឹងយើងប្រើកម្មវិធី hard disk essential យើងធ្វើការ scan virus ជាមួយនឹង Windows Defender ឬក៏ Avast នេះណាដែលខ្ញុំបានបង្ហាញកាលពីមុនយើងអាចប្រើ Windows Defender ឬក៏ Avast យើងអាចធ្វើការ Smart Fan និងពិនកម្ដៅចុងក្រោយយើងអាចធ្វើការ restore ឬក៏ reinstall Windows បើធ្ងន់ធ្ងរអូខេអញ្ចឹងអានេះគឺជាចំណុចដែលខ្ញុំបង្ហាញអ្នកនរគ្នាពីលើមកហើយអញ្ចឹងមកដល់មេរៀននេះគឺយើង review រំលឹកឡើងវិញអូខេអញ្ចឹងមកដល់ចំណុចទី5តកតងជាមួយនឹង system slow performance ដែលខ្ញុំបានប្រាប់ពីមេរៀនខាងលើហើយដូចគ្នាអញ្ចឹងកត្តាខ្លះដែលវាធ្វើឲ្យកុំព្យូទ័ររបស់យើងដំណើរការយឺតមានថា slow system performance មានច្រើនដូចខាងក្រោម1 RAM មិនគ្រប់គ្រាន់មានន័យថាបើសិនជា RAM តិចឬកម្មវិធីយើងបើកច្រើនពេកកុំព្យូទ័ររបស់យើងប្រើ hard disk ជំនួស virtual memory ដែលយឺតជាងមានន័យថា RAM អស់យើងអាចយក hard disk ធ្វើជា virtual ដើម្បីជំនួសប៉ុន្តែវាអត់អាចដំណើរការដូច RAM ទេណាវាគ្រាន់តែជួយបានខ្លះសញ្ញាបើកកម្មវិធីយឺត switch tab យឺតមានន័យថាពេលយើងបើកទៅតាក់យើងបើកទៅកៀងអាហ្នឹងវាបញ្ហាវាអាចអស់ RAM ឬក៏ hard disk របស់យើងឡើងដល់ 100% ទើបវាបង្ហាញសញ្ញាដូចនេះណាអូខេអញ្ចឹង hard disk ពេញឬ hard disk ពេញឬយឺតណាអញ្ចឹងមានថា disk ពេញ system គ្មានកន្លែងសម្រាប់ temporary file មានអត់មានកន្លែងសម្រាប់ទុក file បដោះអាសន្នទេនៅពេលដែល system យើងពេញអញ្ចឹងវាកុំព្យូទ័ររបស់យើងកៀងហើយ hard disk របស់យើងចាស់ល្បឿនអានសរសេរយឺតជាង SSD មានថាល្បឿន read write របស់វាគឺយឺតជាង SSD សញ្ញា boot យូរឬ copy file យឺតអាហ្នឹងក៏ជាបញ្ហាដែរអញ្ចឹងយើងត្រូវធ្វើការ check ឬក៏ធ្វើការផ្លាស់ប្ដូរ hard disk នឹងចេញអូខេចឹងទី3យើងនិយាយតាក់ទងជាមួយនឹង virus ឬក៏ malware មេរោគអាចប្រើ CPU និង RAM ខ្លាំងបើសិនជាកុំព្យូទ័ររបស់យើងមានមេរោគចូលយើង right click អានេះ Task Manager នេះមានន័យថាយើងអត់មានប្រើអីក៏កុំព្យូទ័ររបស់យើង CPU ឬក៏ RAM វាអាចឡើងដល់កប់78-100អញ្ចឹងទៅណាបើសិនជាមានមេរោគចូលបង្កើន processor នៅពីក្រោយ background មានន័យថាវាធ្វើការ run background យើងអត់ដឹងថាវា run អីទេតែយើងចេះ check មើលថាវា run ដោយសារអីអញ្ចឹងទៅអាហ្នឹងគេមានកម្មវិធីរបៀប check ហើយបើយើងអត់ដឹងថា check របៀបម៉េចដំណោះស្រាយចុងក្រោយយល់ល្អយើងធ្វើការ set up Windows ថ្មីបើសិនជាវាយើងអត់ run អត់ដំណើរការអីទេហើយកុំព្យូទ័ររបស់យើងវា RAM CPU ឡើងដល់ 100% ណាអូខេ
ទី4តកតងជាមួយនឹងការ start up program ច្រើនពេកមានថាកម្មវិធីដែលបើកមកជាមួយ Windows ច្រើនពេកវាអាចធ្វើឲ្យ boot យូរនិង RAM CPU តាំងពីដើមមកមានន័យថាតាំងពីយើងបើកកុំព្យូទ័រមកដំបូងអូខេព្រឹងចំណុចទី5តកតង CPU ប្រើខ្លាំងអូខេអញ្ចឹងកម្មវិធីដែលធ្ងន់មានដូចជា game video editing browser tab ច្រើនឧទាហរណ៍ថាខ្ញុំបើក browser អញ្ចឹងខ្ញុំបើកច្រើន tab អញ្ចឹងនៅពេលដែលខ្ញុំបើកច្រើន tab អញ្ចឹងក៏វា ស៊ី memory ច្រើនទៅតាមនឹងដូចគ្នាណាអញ្ចឹងបើសិនជា tab ណាយើងអត់ប្រើយើងគួរតែបិទចោលកម្មវិធី video អីហ្នឹងគឺសិតតែវាធ្វើឲ្យ CPU របស់យើងរ៉ាណៃបើសិនជាយើងដូចជា edit video ដូចជា game អីយើងត្រូវការប្រើ CPU និង GPU ខ្លាំងណាអូខេចឹងតកតងជាមួយ processor មិនប្រក្រតីអញ្ចឹងយើងត្រូវតែ check មើលបញ្ហាមួយទាំងអស់ហ្នឹងអូខេទី6តកតងមួយកម្ដៅមានថា overheating អញ្ចឹង dust នៅក្នុង fan cooling មិនល្អបើសិនណាដង្ហើមត្រជាក់មិនល្អវាធ្វើឲ្យ CPU យើងបន្ថយល្បឿនឬក៏ terminal Struling យើងត្រូវធ្វើការដូរ terminal ចេញឬក៏អីទៅពេលខ្លះអាកាវ CPU យើងងាប់អញ្ចឹងក៏វាអាចធ្វើឲ្យ CPU យើងក្តៅដូចគ្នាអញ្ចឹងចំណុចទី7យើងនិយាយពី temporary file និង junk file អញ្ចឹងមានន័យថាមានខាច់មាន theme មាន log ស្ទះ disk វាធ្វើឲ្យ system យើងធ្ងន់មានន័យថានៅពេលដែលយើងប្រើ app ឬក៏ program ច្រើនវាបង្កើតខាច់ file theme file log file អញ្ចឹងវាធ្វើឲ្យ hard disk របស់យើង slow អញ្ចឹងយើងព្យាយាមrun វាមកយើងអាចប្រើភាគរយ TMP ភាគរយអញ្ចឹងទៅណាដើម្បីធ្វើការសម្អាតវាគេយើង control A មកហើយយើង control C delete មកដើម្បីធ្វើការលុបអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងលុបអាហ្នឹងយើងអាចធ្វើការ optimize តារាយរបស់យើងគ្រាន់តែចូលលើនេះមកយើងអាច right click យើង property មកយើងអាចធ្វើការ disk clean up ឬក៏យើងចូល tool មកយើងអាចធ្វើការ optimize ដែលខ្ញុំបង្ហាញកាលពីមេរៀនមុនណាអូខេអញ្ចឹងមកដល់ចំណុចមួយទៀតទី8 driver ឬក៏ OS មិន update មានន័យថា driver ចាស់hardware មិនដំណើរការល្អទេ Windows error ឬក៏ bug អញ្ចឹងទៅអូខេអញ្ចឹងចំណុចទី9យើងនិយាយពី hard drive ចាស់ CPU generate ចាស់ RAM DDR3 VS DDR4 DDR5 អញ្ចឹងម៉ាស៊ីនរបស់យើងក៏ដំណើរការយឺតទៅតាមនឹងដែរអញ្ចឹងមានន័យថារាល់ OS ក្រោយៗវាត្រូវការ support ជាមួយនឹង hardware ថ្មីអញ្ចឹងបើសិនជាយើងយក OS ថ្មីទៅដាក់មួយ hardware ចាស់ក៏វាដំណើរការអត់ស្រួលអត់រលូនដូចគ្នាអូខេជាងចំណុចទី10ខ្ញុំនិយាយតកតងជាមួយនឹង background process ច្រើនតកតងជាមួយនឹងការ update service ឬក៏ cloud sync OneDrive Google Drive software auto update ក៏វាធ្វើឲ្យម៉ាស៊ីនយើង slow ដែរមានន័យថាហ្នឹងគេថា background update មានន័យថាវា update អត់ឲ្យយើងដឹងទេគឺវា update អត់រំខានយើងវាអាច sync នៅនេះណាអូខេអញ្ចឹងវិធីធ្វើឲ្យលឿនឡើងវិញមានន័យថាយើងអាចធ្វើការ restart computer ជាប្រចាំលុបកម្មវិធីដែលណាមិនប្រើហើយ disable start up ហើយយើងធ្វើការ scan virus យើងធ្វើការ clean disk ឬក៏ disk clean up យើងធ្វើការ upgrade RAM ឬក៏ពី hard disk ទៅ SD ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់អូខេអញ្ចឹងចំណុចមេរៀនទី7សូមបញ្ចប់ប៉ុណ្ណឹងយើងនឹងជួបគ្នានៅមេរៀនទី8ជាមេរៀនបន្ទាប់របស់យើង